ស្រីថាច់ទីវាញ់នៅភូមិខ្នោះឃុំសង្លុកស្រុកជោថាញ់ក្រោយពេលមានគ្រួសារកាលពីឆ្នាំ1998បងស្រីចាប់ផ្ដើមចិញ្ចឹមគោមេដំបូងបងស្រីចិញ្ចឹមគោបានតែមួយក្បាលប៉ុណ្ណោះក្រោយមកបងស្រីឃើញការចិញ្ចឹមគោមានប្រសិទ្ធភាពគោមេមួយក្បាលនោះចាស់តែកាត់កូនបានច្រើនឡើងបងស្រីលក់គោឈ្មោលចំណែកកូនគោញីបងស្រីទុកចិញ្ចឹមទាំងអស់សប្តាហ៍បងស្រីមានគោជិត30ក្បាលតាមបងស្រីវាញ់បានឲ្យដឹងថាក្រោយពីមានគ្រួសារនៅដោយឡែកបងស្រីចិញ្ចឹមគោតែ2-3ក្បាលប៉ុណ្ណោះក្រោយមកពេលចិញ្ចឹមឃើញបានផលហើយប្តីបងស្រីបានរៀនខាងពេទ្យសត្វក្រោលគោរបស់បងស្រីបានកសាងចែកចេញជាពីជួរទុកប្រឡោះនៅកណ្ដាលសម្រាប់ធ្វើជាផ្លូវដើរដើម្បីងាយស្រួលជញ្ជូនស្មៅចំបើងឲ្យគោដើម្បីគោរបស់គ្រួសារបងស្រីបានរីកចម្រើនល្អបងស្រីវាញ់បានឲ្យដឹងបន្ថែមទៀតថាប្រការសំខាន់គឺការធ្វើក្រោលគោត្រូវធានាមានខ្យល់ចេញចូលស្រឡះស្រលូនក្នុងរដូវក្តៅចំណែកពេលរដូវរងាត្រូវបាំងបិទបានល្អអនាម័យទ្រុងក្រោលបានច្រាស់ជាប្រចាំដើម្បីបង្ការជំងឺអាសន្នរោគជាពិសេសគឺចាក់ថ្នាំបង្ការជំងឺឲ្យគោបានគ្រប់សពសម្ដៅធានាគ្រប់ចំនួនចំណីឲ្យគោគ្រប់ឆ្នាំបងស្រីបានដាំស្មៅក្នុងផ្ទៃដីដែលធ្វើស្រែមិនសូវអំណោយផលចំនួន5កុំដើម្បីដាំស្មៅក្រៅពីចំបើងរបស់គ្រួសារ10កុំបងស្រីនៅទាំងទិញចំបើងបន្ថែមពីគ្រួសារមេមៀងកសិករនៅជិតខាងស្ដុកទុកធ្វើជាចំណីឲ្យគោទន្ទឹមនឹងនោះគ្រួសារបងស្រីវាញ់នៅទាំងទិញម៉ាស៊ីនកាត់ស្មៅម៉ាស៊ីនកិនស្មៅម៉ាស៊ីនកិនកន្ទក់សម្ដៅប្រសិទ្ធចៃបានកម្លាំងពលកម្មអាស្រ័យដោយការថែទាំគោតាមបច្ចេកទេសធានាបានចំណីគ្រប់គ្រាន់គោទាំងអស់របស់គ្រួសារបងស្រីវាញ់រីកចម្រើនឆាប់រហ័សបានឈ្មួញទិញដោយតម្លៃខ្ពស់ក្នុងមួយឆ្នាំគ្រួសារបងស្រីលក់គោសាច់បានជាង10ក្បាលក្រោយពេលទូទាត់ប្រាក់ចំណាយរួចបងស្រីនៅចំណេញបានរាប់រយលានដុំក្រៅពីនោះគ្រួសារបងស្រីវាញ់នៅទាំងលក់បានលាមកគោគិតជាមធ្យមភាពក្នុងមួយខែបងស្រីរកបានប្រាក់4លានដុំគ្រប់ឲ្យគ្រួសារបងស្រីវាញ់ប្រើប្រាស់ក្នុងគ្រួសារជារៀងរាល់ខែខ្ញុំចាប់ពីដើមចំគោបាន10ឆ្នាំ20បានក្បាលចឹងជិះ30មួយឆ្នាំបដូរម្ដងជាងក៏10កូនបើបានថ្លៃនោះ10កូនក៏200ឥឡូវពេលក៏100ជាងពេលដើមមកចំតែមួយកូនហើយលេខមកកូនណាញីយើងទុកទៅមេបើកូនមូលជាយើងបដូរយូរទៅបាន10កូនយូរបានឡើង20បានជឿកញ្ចក់ជឿណែននោះឥឡូវប្តីគេធ្វើខាង80នោះបានប្តីក៏ជួយនេះនោះមើលយើងខ្វែបើកូនបានមួយខែយើងចាក់ខៃក្នុងមួយណាមយើងចាក់ងើកញ្ចក់អុយស៊ីមេនេះចិត្តលេខនោះអុយស៊ីបបលេខខៃអុយស៊ីបបដែរអុយមានទឹកដៅកូនអែមបបចាទេកងកូនណាឌិចតាន់ដាក់មកនឹងបបអុយស៊ីតកូនបបតកូនចូលបើកាច្រើនដាក់តែតែមទៀតធ្វើតែមតលៃតែមទៀតសមាជិកនារីថៃធីវាញ់គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពង្រីកតម្រង់ចិញ្ចឹមគោមានប្រសិទ្ធភាពក្នុងភូមិខ្នោះឃុំសង្លុកបងស្រីមិនត្រឹមតែឧស្សាហ៍ព្យាយាមនៅទាំងជាអ្នកឈានមុខអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមផ្លាស់ពូជគោបង្កាត់មានមាឌធំលក់បានតម្លៃខ្ពស់គ្រួសារបងស្រីពង្រីកការចិញ្ចឹមដោយមានចំនួនច្រើននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ស័ក្តិសមឲ្យសមាជិកផ្សេងរៀនសូត្រតាមភូមិបណ្ណាខ្ញុំឡាឌិកក្រុមនារីនឹងឡាទៅcũngមានច្រើនប្របាដែរមកឌិកមានមួយចំនួនគេដាំដោះមួយចំនួនthì hiện châm sát thiệt đầm đó cũng miền mà biết là cái đầm hiện ta sắc hiện đế hiện ám lá cũng miền hay châm này văn là cái châm sát thiệt là đích khổ châm là đích cả bên nó là tại bảng nó là châm chỉ là phát luôn chát đích thì mới là đi cách là cũng thời hiện pet sắt hay thì chúng là đích ham hiện ít thật sai bản cũng trở lại đây chẳng phải còn nằng cái đúng đích tha cái hiện là đặc biệt sốt về
trạm hộ đe bạn kinh châm bạn cho đòn chân. Trong thời gian qua thì đối với chỗ xã Sông Lộc thì cũng có rất là nhiều cái mô hình nói chung. Riêng đối với chỗ hội viên người Khmer thì cũng có các mô hình như là mô ក្នុងរ hình យៈពេលកន្លងគុំសុងលុក mô hình trăn nuôi មាន bò តម្រង់ đây là điển hình ở រីក chỗ ចម្រើន chị ជា Thạch ច្រើន Vinh đây là ប៉ុន្តែ có cái ចំ mô ពោះ hình របស់ trăn ស nuôi មា bò. ជិកនារីជាជន Thì រួម trong ជាតិ thời ខ្មែរ gian qua thì cái mô មាន hình តម្រង់ này ដាំ thì បន្លែតម្រង់ចិញ្ចឹម phát គោ triển rất ចាក់ là ស្ដែង tốt. ដូចជាតម្រង់ Bên cạnh រ đó របស់ thì បង chị ស្រី cũng ថៃធី tận វ៉ាញ់ dụng được គឺ các ចិញ្ចឹម cái គោ cơm gạ của ខ្ញុំឃើញ nhà តម្រង់នេះ thì មាន để ការ làm រីក cái ចម្រើន nguồn ល្អ thức ព្រម ăn. ជា Bên មនុ cạnh ស្ស đó បង thì ស្រី gia đình ក៏បាន cũng ឆ្លៀតយក បានចម្បើង phát របស់ triển គ្រួសារ thêm សម្រាប់ và ធ្វើ để ចំណី thường ឲ្យ thì គោ chỗ និង chị ដាំ thì បន្ថែម cũng ស្មៅត្រកួន ធ្វើ tận ជា dụng các ចំណី cái ឲ្យគោ ក្នុងរយៈពេលខាងមុខ cỏ សមាគមនារី thêm ឃុំ rau muống hay និង để ផ្សព្វផ្សាយ ក្នុង phụ សមា thôi ជិក thì នារី trong ជា cái ពិសេស việc គឺ សមាជិកនារី ជា thức ជន ăn រួម cho ជាតិ bò ខ្មែរ thì ដើម្បីផ្ដាំពីតម្រង់ trong នេះ cái thời gian បង qua បង thì នឹង các រៀនសូត្រ និង ធ្វើ តាម sẽ tuyên truyền អាស្រ័យដោយអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វបង្វែរផ្ទៃដីចម្ការ ដីស្រែដែលប្រោះស្រូវមិនសូវបានផល មកដាំស្មៅចិញ្ចឹមគោបានជាគ្រួសារបងស្រីថៃធីវ៉ាញ់មានប្រាក់ចំណូលរាប់រយលានដុំក្នុងមួយឆ្នាំនេះជាទម្រង់នាំមកប្រសិទ្ធភាពខ្ពស់របស់សមាជិកនារីថៃធីវ៉ាញ់នៅភូមិខ្នុកឃុំសុងឡុកជាទម្រង់ដែលកបីពង្រីកឲ្យបានរីកសាយជាច្រើនកន្លែងដើម្បីសមាជិកនារីផ្សេងៗធ្វើតាម